សួស្តីបងប្អូនទាំងអស់គ្នានេះគឺជាវីដេអូដែលកូនខ្ញុំបានទៅ field trip ជាមួយនឹងសាលារបស់វាហើយនិយាយទៅសាលាមួយនៅស្រុកនេះហ្នឹងគឺក្នុងមួយឆ្នាំគឺគេនាំកូនសិស្សទៅ field trip ហ្នឹងដែលដូចជាដំណើរកំសាន្តទស្សនកិច្ចសិក្សាអីចឹងណាទៅតាមកន្លែងនានាក្នុងមួយឆ្នាំម្ដងហើយអានេះគឺកូនខ្ញុំរៀនហ្នឹងគឺនៅក្នុងថ្នាក់មត្តេយ្យបងប្អូនប៉ុន្តែគឺគេមាន field trip ចាប់ពីថ្នាក់មត្តេយ្យហ្នឹងទៅចឹងណាអញ្ចឹងមួយឆ្នាំគេនាំទៅ2ដងអីចឹងកន្លែងខុសគ្នាចឹងណាហើយនៅពេលដែលគេមានដំណើរកំសាន្តអញ្ចឹងគ្រូមួយគេជ្រើសរើសយកអ្នកchaperone ណាបងប្អូនគឺអ្នកដើរជាមួយកូនក្មេងហ្នឹងអញ្ចឹងគេចាប់កូនក្មេងជាគ្រប់ប្រហែលអ្នកអីចឹង4-5អ្នកអញ្ចឹងត្រូវមានមនុស្សធំដើរតាមអញ្ចឹងគឺគេជ្រើសរើសយកម៉ែឪណាមួយអញ្ចឹងណាគេចោះឈ្មោះក៏គេ pick អញ្ចឹងណាមកពីកូនសិស្សច្រើនអញ្ចឹងគេត្រូវការមានមនុស្សដើរតាមមើលថែកូនក្មេងតាមក្រុមមួយអញ្ចឹងណាហើយចំពោះយើងម៉ែឪដែលគ្រូអត់បាន pick ឈ្មោះជាអ្នកថែដើរមួយកូនក្មេងទេអញ្ចឹងយើងអាចទៅជួបកូនយើងនៅកន្លែងដែលថាគេកំណត់ដែលថាគេទៅអញ្ចឹងយើងអាចទៅជួបកូនយើងនៅក្នុងបានអញ្ចឹងបងប្អូនអាចតាមដានទស្សនាបានបងប្អូនឃើញឡាន school bus នៅសាលាហ្នឹងណាច្រើនអញ្ចឹងបងប្អូនតាមពិតទៅក្នុងថ្ងៃហ្នឹងគឺអត់មែនថាមានតា school យើងមួយអញ្ចឹងវាមាន school ពី3អញ្ចឹងណាគេនាំ field trip កូនក្មេងមកដល់អញ្ចឹងដែរអញ្ចឹងបងប្អូនឃើញហើយឡានបឹសពណ៌លឿងហ្នឹងគឺជាឡានដឹកកូនសិស្សក្នុងសាលារដ្ឋណាបងប្អូនអញ្ចឹងបឹសពណ៌សហ្នឹងប្រហែលគេសាលាឯកជនអញ្ចឹងណាអញ្ចឹងនៅស្រុកនេះដូចបងប្អូនឃើញនៅក្នុងរឿងក្នុងអីណាគឺបោះពណ៌លឿងហ្នឹងគឺសាលារដ្ឋដឹកកូនសិស្សLine single file, class by class. We'll have our teachers in front, students behind them, and parent chaperones. Rosa. Hey. Look, stop. Okay. He's just lounging in his little hammock. Smelling his feet. Hammock? What's that? Chị An ấy. An ấy. It says no smoking in the gym. Okay. I think it does. Look at the baby. They eat so healthy. អានេះបន្ទាប់ពីគេញ៉ាំបាយថ្ងៃត្រង់អីនៅសួនសត្វហ្នឹងហើយគឺដល់ពេលគេរៀបចំដឹកកូនសិស្សត្រឡប់ទៅសាលាវិញ